នារីម្នាក់នេះទើបតែចង់ក្រវ៉ាត់ឲ្យលោកប្រធានប៉ាជាលើកដំបូងនឹកស្មានមិនដល់ថាទ្វេដៃនៅស្ទើរធ្វើឲ្យលោកប្រធាននិយាយមិនចេញមួយរំពេចនេះអូនចង់ស្អីហ្នឹងប្រាប់ហើយតើថាខ្ញុំចង់មិនចេះទេអូនមិនមែនជាអ្នករចនាម៉ូដទេអីក្រវ៉ាត់ក៏ចង់មិនចេះដែរនរណាថាឲ្យតែអ្នករចនាម៉ូដដឹងតែចេះចង់ក្រវ៉ាត់នោះដើម្បីលួងលោមចិត្តតែរបស់នាងជើហ្វាងឆៅហ្វេងក៏បានឈោជើងថាប់គាត់មួយខ្សឹដើម្បីជាការប៉ះពាល់នៃក្តីស្រឡាញ់សុងលីងសងលេងពេញចិត្តស្ទុកតែម្ដងប៉ុន្តែទើបតែចុះមកដល់ខាងក្រោមសុងលីងបែរជានិយាយថាខ្លួនខ្វះកម្លាំងចិត្តទៅវិញភ្លាមនោះគេក៏ចាប់មុខប្អូនស្រីងាកមកជើហ្វាងគ្រាន់តែមើលក៏ដឹងពីគំនិតខូចរបស់គេដែរមានតែបង្ខំចិត្តថាមួយខ្សឹទៀតជាការលើកទឹកចិត្តញឹមសួរថាលើកនេះមានកម្លាំងចិត្តហើយឬនៅប៉ុន្តែជីវិតតែងតែជួបនៅរឿងចៃដន្យយប់នោះជើហ្វាងស្រាប់តែឡើងកម្ដៅខ្លាំងមួយថ្ងៃហើយកម្ដៅនៅតែមិនថយតតម្រិះមានតែទៅមន្ទីរពេទ្យតែម្នាក់ឯងក្នុងចិត្តនាងបារម្ភពីសុងលីងមិនចង់ឲ្យគេបែកអារម្មណ៍ក៏មិនចង់រំខានការងារគេទើបមិនបានប្រាប់ដំណឹងដែលនាងចូលពេទ្យឲ្យសុងលីងដឹងសូម្បីតែឪពុកម្ដាយក៏នាងលាក់ដែរតាក់ទងតែមិត្តភក្តិឈីងខេងឲ្យមកកំដរនៅមន្ទីរពេទ្យសុងលីងឯនេះវិញឆាប់ចាប់អារម្មណ៍ដឹងថាមានរឿងមិនស្រួលតាក់ទងជើហ្វាងមិនបានធ្វើឲ្យគេកាន់តែបារម្ភក៏ពឹងឲ្យប្អូនស្រីសុងលូជួយស៊ើបដំណឹងបងប្រុសបងមានស្នេហាមិនចាំបាច់តាមស្អិតគ្រប់ពេលពេកទេដឹងថាគួរឲ្យធន់ទេសុងលូនិយាយចប់ក៏ដាក់ទូរស័ព្ទចុះទាំងធុញទ្រាន់ប៉ុន្តែពេលដឹងថាជើហ្វាងចូលពេទ្យនាងក៏បារម្ភខ្លាំងណាស់ដែរតែត្រូវជើហ្វាងសុំអង្វរឲ្យជួយលាក់ការនាងក៏យល់ព្រមជួយលាក់សុងលីងប៉ុន្តែនាងមិនដឹងទេថាពេលនេះអាការរបស់ជើហ្វាងកាន់តែធ្ងន់ធ្ងរទៅហើយរហូតដល់ពេលយប់សុងលីងទៅរកជើហ្វាងម្ដងទៀតតែទូរស័ព្ទនៅតែគ្មានអ្នកលើកពេលនេះជើហ្វាងបានសន្លប់បាត់ស្មារតីទៅហើយចំណែកជូយូលិនដែលនៅក្រែជាប់គ្នាសម្លេងទូរស័ព្ទរត់ក្រោកមកចង់ដាស់នាងតែបែរជាឃើញជើហ្វាងក្តៅខ្លួនសន្លប់ឈឹងភ័យពេកក៏ប្រញាប់ហៅគីលីនបថៃកាតាមការពិនិត្យឃើញថាជើហ្វាងមានមេរោគឆ្លងចូលសួតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមសុងលូហើយភ័យចង់លូប្រលឹងយំផងនិយាយផងទេទៅប្រាប់សុងលីងដែលកំពុងប្រជុំបងប្រុសបងឆាប់មកវិញមកមានរឿងអីជើហ្វាងចូលពេទ្យហើយធ្ងន់ធ្ងរខ្លាំងណាស់បានហើយបងនឹងត្រឡប់ទៅវិញឥឡូវនេះទទួលទូរស័ព្ទហើយក្តីបារម្ភក្នុងចិត្តក៏ផ្ទុះឡើងគេលែងខ្វល់ពីការប្រជុំហើយប្រញាប់សុំទោសគ្រប់គ្នារួចក្រោកចេញទៅលេងស៊ីលេងឆៃព្យាយាមតាមខាត់ដើម្បីឲ្យគេប្រជុំបន្តតែក្នុងខួរក្បាលសុងលីងពេលនេះមានតែសុវត្ថិភាពជើហ្វាងប៉ុណ្ណោះស្ដាប់អ្វីមិនចូលទេសុំទោសហើយក៏ប្រញាប់ទៅមន្ទីរពេទ្យភ្លាមសុងលីងបើកឡានត្រឡប់មកវិញទាំងយប់ចំណែកជើហ្វាងត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់អ៊ីកឈីងកំពុងចាំនៅខាងក្រៅពេលទទួលទូរស័ព្ទសុងលីងខ្លាចគេរំជួលចិត្តធ្វើរឿងឆេវឆាវក៏មិនហ៊ានប្រាប់រឿងជើហ្វាងចូលបន្ទប់សង្គ្រោះបន្ទាន់ទេតតែព្រឹកស្អែកឡើងសុងលីងមកដល់មន្ទីរពេទ្យទើបដឹងថាខ្លួនសំបីតែសិទ្ធិចូលសួរសុខទុក្ខក៏គ្មានផងបានត្រឹមតែឈរចាំនៅខាងក្រៅបន្ទប់យ៉ាងអន្ទះសារស្រាប់តែឃើញគ្រូពេទ្យ2នាក់រត់ចូលទៅសង្គ្រោះអ្នកជំងឺបន្ទប់ជាប់គ្នាសុងលីងឃើញបែបនេះក៏ខ្ទុកដួលក្នុងចិត្តតែធ្វើអ្វីមិនកើតមានតែបួងសួងសុំឲ្យជើហ្វាងមិនអីចំណែកជើហ្វាងដែលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បានឃើញតបភ្នែកនៅការសង្គ្រោះអ្នកជំងឺក្រេជាប់គ្នាដែលបរាជ័យជីវិតមួយបានរលត់ទៅនៅចំពោះមុខនាងទប់អារម្មណ៍មិនបានទឹកភ្នែកក៏ហូរចុះមកពេលនេះនាងទទួលអារម្មណ៍ដឹងពីភាពភ័យខ្លាចដែលមិនធ្លាប់ជួបមិនដឹងថាម្នាក់បន្ទាប់នឹងខ្លាចជានាងឬអត់សំណាងល្អការរងចាំដល់តានតឹងបានផ្ដល់លទ្ធផលល្អគ្រូពេទ្យចេញមកប្រាប់សុងលីងថាអាការជើហ្វាងមានស្ថិរភាពហើយតាមដានបន្តិចទៀតអាចរើទៅបន្ទប់ធម្មតាបានបេះដូងដែលព្យួរចោលរបស់សុងលីងទើបតែអាចដាក់ចុះមកវិញពេលជើហ្វាងរើមកបន្ទប់ធម្មតាគេក៏នៅកំដរជាប់ក្បែរក្រែទាំងអាណិតទាំងបន្ទោសសួរនាងថាហេតុអីមិនប្រាប់បងថាអូនឈឺជើហ្វាងធ្វើមុខដូចក្មេងធ្វើខុសភ្នែកក្រហមនិយាយរៀបរាប់ទាំងតូចចិត្តខ្ញុំគ្រាន់តែមិនចង់ឲ្យបងបារម្ភហើយក៏មិនចង់រំខានការងារបងដែរសុងលីងលះហើយក៏ទុនចិត្តអាណិតនាងជាបុនពេកចូលទៅអបនាងយ៉ាងណែនថ្ងៃក្រោយទោះមានរឿងអីកើតឡើងត្រូវប្រាប់បងមុនគេបើមិនអញ្ចឹងទេអូននឹងលែងបានឃើញមុខបងទៀតហើយសម្ដីពោពេញដោយភាពភ័យខ្លាចបង្កប់នៅការយកចិត្តទុកដាក់ចំពោះជើហ្វាងរហូតដល់ព្រឹកថ្ងៃទី2ស្មារតីជើហ្វាងបានធូរស្បើយច្រើនបណ្ដាញ៉ាំអាហារពេលព្រឹកបណ្ដាវីដេអូខលជាមួយសុងលីងអ្នកទាំងពីរនិយាយលេងសើចជើហ្វាងថែមទាំងលេងសើចដាក់គេទៀតផងដឹងថាអូនមិនអីទេនិយាយមកអាចសុំបង្វិលទំនិញវិញបានទេយឺតពេលហើយជួយផងមានគេចាប់ចម្រិតនៅមន្ទីរពេទ្យបើស្រែកទៀតបងចាប់យកទៅឥឡូវហើយណាសំឡេងសើចក្អាកក្អាយក្នុងទូរស័ព្ទបានទាញយកបរិយាកាសដ៏ផ្អែមល្ហែមត្រឡប់មកក្នុងជីវិតពួកគេវិញហើយ